តោះខែសួស្តីអ្នកនរគ្នាថ្ងៃនេះយើងមានប្រធានបទក្រៅផ្លូវការមួយដែលនិយាយអំពីការបាក់ច្រាំងទន្លេដែលគេពេញនិយមមែនទែនឃើញកំពុងតែវិញយ៉ាងខ្លាំងនៅក្នុងបណ្ដាញសង្គមដែលមានអ្នកខ្លះគេថាបូរខ្សាច់នេះគឺកាត់បន្ថយនៃការបាក់ច្រាំងទន្លេតែវាពិតឬមួយក៏មិនពិតអញ្ចឹងដើម្បីដឹងព័ត៌មាននេះកាន់តែច្បាស់កុំភ្លេចជួយចុច Subscribe លើ Channel នេះម្នាក់មួយផងកត្តាដែលធ្វើឲ្យការបាក់ច្រាំងទន្លេមានការកើនឡើងគឺមានកត្តាជាច្រើនចូលរួមផងដែរមិនមែនមានតែកាបូងខ្សាច់នឹងមួយនោះទេបាទទី1គឺកត្តាធម្មជាតិជាពិសេសនៅពេលទឹកស្រកនៅចុងរដូវវស្សាគឺមានការបាក់ដីនិងស្រកដីយ៉ាងខ្លាំងមែនតើដែលយើងចំណាំមើលនៅពេលដែលទឹកស្រកគឺទឹកធ្វើឲ្យដីហ្នឹងគឺបាក់តែម្ដងហ្នឹងហើយចឹងកត្តាមួយទៀតគឺចរន្តទឹកហូរនៅពេលដែលទឹកមានចរន្តទឹកហូរខ្លាំងវាធ្វើឲ្យសឹករិចរលនិងធ្វើឲ្យប៉ះពាល់នៅបាតទន្លេរបស់យើងដែលធ្វើឲ្យមានការបាក់ច្រាំងក៏ដូចជាការស្រោតផងដែរកត្តាមួយទៀតសំខាន់មែនទែនគឺការបូមខ្សាច់នឹងតែម្ដងដែលគេកំពុងតែលើកយកមកនិយាយនឹងក្តៅកគុកអញ្ចឹងចំពោះការបូមខ្សាច់នឹងគឺជាពិសេសការបូមខ្សាច់ដែលមិនមានការកំណត់ច្បាស់លាស់គឺមិនមាន limit ចំពោះការបូមខ្សាច់គឺមិនមែនបូមតែកណ្ដាលទេអ្នកខ្លះឃើញបូមនៅដល់ខាងច្រាំងមែនតើដែលធ្វើឲ្យជ្រៅនៃបាតទន្លេហ្នឹងគឺជ្រៅខុសពីធម្មតាខុសពីប្រក្រតីចឹងធ្វើឲ្យបាត់បង់តុល្យភាពនិងធ្វើឲ្យការស្រោតដីហើយស្រោតដីហ្នឹងគឺស្រោតធំមែនតើមកផ្ទាំងគឺច្រើនម៉ែត្រអញ្ចឹងចំពោះអ្នកនៅទន្លេគឺដឹងហើយស្រោតម្ដងគឺមិនតិចម៉ែត្រទេចំពោះកត្តាមួយទៀតគឺការសាងសង់អគារនៅតាមមាត់ច្រាំងទន្លេប៉ុន្តែនៅតាមទន្លេខាងយើងគឺមិនសូវមានទេពីច្រើនមានតិចតួចមែនតើអញ្ចឹងការសាងសង់អគារឬមួយក៏រោងចក្រអីធ្ងន់ៗនៅក្បែរមាត់ទន្លេហ្នឹងគឺធ្វើឲ្យបាក់ច្រាំងទន្លេផងដែរអញ្ចឹងចំពោះបងប្អូនដែលកំពុងតែមើលវីដេអូនេះជួបបញ្ហាអីដែរនៅក្នុងមូលដ្ឋានរបស់អ្នកនរគ្នាកុំភ្លេច comment នៅខាងក្រោមបើអញ្ចឹងយើងក៏មានវិធីការពារដែរដើម្បីកុំឲ្យច្រាំងទន្លេរបស់យើងកាន់តែបាក់បន្តទៀតអញ្ចឹងទី1គឺយើងត្រូវតែដាំដើមឈើដែលមានឫសជ្រៅនៅតាមបណ្ដោយច្រាំងទន្លេរបស់យើងជាពិសេសដូចជាដើមរិស័យដើមរាំងក៏ដូចជាធ្នង់អីចឹងទៅកុំឲ្យវាបាក់ខ្លាំងអញ្ចឹងយើងជួយកាត់បន្ថយបានខ្លះដែរវាមិនមែនអត់សោះទេគឺវាជួយកាត់បន្ថយខ្លះហើយចំណុចបន្ទាប់ទៀតគឺការដាក់បាល់ខ្សាច់តាមច្រាំងទន្លេប៉ុន្តែយើងមិនសូវជាឃើញមានទេយើងឃើញមានតែគេធ្វើជាច្រាំងដែលគេចាក់បេតុងដូចជានៅតាមមុខវាំងយើងឃើញហើយមុខបរមរាជវាំងយើងឃើញគេមានចាក់បេតុងនៅតាមច្រាំងទន្លេអញ្ចឹងទៅចឹងបើសិនជាបងប្អូនដែលមានលទ្ធភាពធ្វើបេតុងតាមច្រាំងទន្លេក៏ធ្វើទៅបើអត់មានលទ្ធភាពទេយើងគួរតែដាំដើមឈើនៅតាមច្រាំងទន្លេទៅវាកាត់បន្ថយលុយបានច្រើនដែរចំពោះចំណុចមួយទៀតគឺសំខាន់មែនតើចំពោះទៅលើការបូមខ្សាច់គួរតែរឹតបន្តឹងទៅលើការបូមខ្សាច់ដែលមិនមាន limit ដូចជាបូមខិតចិត្តច្រាំងពេកខុសពីគោលការណ៍នៃការបូមខ្សាច់របស់រដ្ឋបាលចឹងដែលធ្វើឲ្យច្រាំងទន្លេរបស់យើងហ្នឹងគឺមានបញ្ហាវាលឿនក្នុងការបាក់តែម្ដងចឹងបងប្អូនយល់យ៉ាងណាដែរ comment នៅក្នុងវីដេអូនេះ